របៀបគេងទាំង7ដែលបងប្អូនគួរតែជៀសវាងដើម្បីការពារឆ្អឹងខ្នងរបស់យើងទាំងអស់គ្នារបៀបគេងនីមួយៗបងប្អូនមើលខាងលើនេះគឺសុទ្ធតែជះឥទ្ធិពលមកលើផ្នែកឆ្អឹងកង្កនិងផ្នែកចង្កេះហើយអ្នកខ្លះវាឆ្អឹងខ្នងដោយការគេងហ្នឹងក៏ដឹងខ្លួនដែរហើយបងប្អូនព្យាយាមទម្លាប់ដូរការគេងឲ្យបានត្រឹមត្រូវថ្ងៃនេះខ្ញុំនឹងបង្ហាញការគេងមួយដែលត្រឹមត្រូវគឺបងប្អូនត្រូវតែគេងជាមួយនឹងឧបករណ៍ដែលមានទ្រាប់នៅកន្លែងផ្នែកឆ្អឹងកងនីមួយៗគឺក្នុងចំណោមវីដេអូខាងលើនេះចំណុចទី4គឺជាចំណុចដែលសំខាន់ជាងគេដោយសារបងប្អូនគេងអត់មានរបស់ដែលជួយទ្រាប់នៅតាមកលៈឆ្អឹងដូចជាជង្គង់ឬក៏ចង្កេះអញ្ចឹងបងប្អូនងាយប្រឈមមុខនឹងការសកត់មកលើឆ្អឹងខ្នងហ្នឹងខ្លាំងមែនទែនអញ្ចឹងមកមើលរបៀបគេងឲ្យបានត្រឹមត្រូវជាមួយខ្ញុំទាំងអស់គ្នាតោះមកមើលរបៀបគេងបានត្រឹមត្រូវទាំងអស់គ្នាទី1គឺយើងមានខ្នើយកចង្កេះចាខ្នើយកាយហើយនិងខ្នើយកជង្គង់ហើយវិធីនេះគឺភ្ញៀវរបស់យើងគឺជោគជ័យច្រើនមែនទែនបងប្អូនហើយខ្ញុំក៏គេងបែបនេះរាល់ថ្ងៃដែរបងប្អូនគេងបែបនេះគឺផាសុខភាពហើយគឺជួយរក្សាឆ្អឹងខ្នងរបស់យើងឲ្យរក្សាភាពដើមបានន័យថាអត់មានបត់បែនទៅខាងណាខ្លាំងឬក៏ផ្អៀងទៅខាងណាឬក៏សកត់ទៅខាងណាទេហើយបងប្អូនអាចសាកវិធីនេះគេងជារៀងរាល់ថ្ងៃបងប្អូននឹងទទួលបានសុខភាពឆ្អឹងខ្នងល្អមួយ